បាថកថាឆ្វេងយល់ពីផែនការ5ឆ្នាំលើកទី15របស់ប្រទេសចិនក្នុងយុគសម័យថ្មីបង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជាថ្មីនេះនៅសមាគមមិត្តភាពកម្ពុជាចិនក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មានកម្ពុជាចិន6រូបបានរួមគ្នារៀបចំបាថកថាឆ្វេងយល់ពីផែនការ5ឆ្នាំលើកទី15របស់ប្រទេសចិនក្នុងយុគសម័យថ្មីបង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជាវេទិកាដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនមជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សាស្រាវជ្រាវផ្លូវសូត្រសមុទ្រនិងវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនមានវាគ្មិនធ្វើបទបង្ហាញមកពីកម្ពុជាចិនរួមមានលោកស្រីលៀងវៃប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិតសភាសង្គមនៃភូមិភាគស្វយ័តខ្វាងស៊ីប្រទេសចិនលោកបណ្ឌិតអ្នកចន្ទារិទ្ធប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី21លោកបណ្ឌិតជាមុនីរិទ្ធីប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិននិងឯកឧត្តមបណ្ឌិតសនពៅនាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី2ព្រឹទ្ធសភាលោកហ្វុងហ៊ុយប្រធានវិទ្យុមិត្តភាពកម្ពុជាចិនបានរំលេចថាផែនការ5ឆ្នាំលើកទី15ទំនើបកម្មសង្គមនិយមតាមបែបចិនដោយបានទាញភ្ជាប់ជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនិងគំនិតផ្ដួចផ្ដើមសកលទាំង4របស់ចិនហើយលោកបានបញ្ជាក់ថាការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេវាថែមទាំងជាកលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើតឱកាសសហប្រតិបត្តិការបន្ថែមទៀតនិងផ្ដល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោកជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធនិងរស់រាយរាក់ទាក់ដូចជាប្រទេសកម្ពុជាឯកឧត្តមឡាវវ៉ាន់អនុប្រធានសមាគមមិត្តភាពកម្ពុជាចិនបានវាយតម្លៃជារួមថាផែនការ5ឆ្នាំលើកទី15របស់ប្រទេសចិននឹងផ្ដល់កលានុវត្តភាពដល់កម្ពុជាក្នុងការបន្តចាប់ដៃរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីដែលមានភាពប្រតិករឡាគ្នាបន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណនិងគំនិតផ្ដួចផ្ដើមសកលទាំង4របស់ប្រទេសចិនរួមមានគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលគំនិតផ្ដួចផ្ដើមអរិយធម៌សកលនិងគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលរួមបញ្ចូលជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវដែលនឹងនាំប្រទេសទាំងពីរឈានឆ្ពោះទៅសម្រេចបាននៅរបៀបវារៈរៀងៗខ្លួនដែលបានកំណត់ទុក